tất cả đã xong namaskar ai cùng chung bên này bật trai ra chưa ra tên là đó đồng đồng xài cũng cuộc lực lượng Ratanat Yasa Van Temi Som Namaskar Vai cùng cả nạp cùng cha sangគ្រប់ព្រះអង្គទាំងអស់ទាំងណាក្នុងសាសនមណ្ឌលដែលបានគង់នៅក្នុងប្រភ្នោះដោយល្អណាមានសេចក្តីដឹងខ្លួនជាសុខមិនមានវិបដិសារៈដៅកាហាយនៅក្នុងប្រភ្នោះវិជាដោយសីលាតិគុណជាជោគជ័យនៅក្នុងជីវិតបានរៀបចំដំណើរជីវិតមកមិនឲ្យមានការជំពាក់តាក់ទិនវ័យច្រើនទៅនោះទេមានក្រុមគ្រួសារបុត្រភរិយាអីជាដើមហ្នឹងអញ្ចឹងគឺជាជោគជ័យទៅតាមឧបនិស្ស័យដែលមានមកធ្វើឲ្យមានស្មារតីពិចារណាឃើញភ័យឃើញសេចក្តីទុក្ខលំបាកចឹងទៅក៏ការពារនៅវិបត្តិអន្តរាយប៉ុណ្ណាបានតាន់ពេលវេលាប៉ុណ្ណាចឹងមានអត្តភាពខណ្ឌបញ្ចកៈដែរក៏ប៉ុន្តែមិនមានទុក្ខលំបាកអីទៅច្រើននៅក្នុងគរិវៈមានឱកាសបានអប់រំចិត្តមានសេចក្តីសុខស្ងប់បន្ថែមទៅទៀតក៏ណាហ្នឹងណាព្រោះនោះយើងវាមានចំណូលចូលចិត្តចំណេះដឹងផ្នែករឿងអ្វីៗទៅតាមធម្មជាតិមកមានការស្រឡាញ់ចូលចិត្តហ្នឹងហើយក៏មិនដឹងថាវាជាហេតុនៃទុក្ខកង្វល់អីទៅយ៉ាងណាទេយកទៅតែតាមការពេញចិត្តហើយនឹងទៅតាមគ្នាហ្នឹងទៅក៏ចងនៅចំណងចងខ្លួនឯងជាចំណងតែចងសម្រាប់មុខហ្នឹងឯងលំបាកនឹងស្រាយហ្នឹងឯងដល់ទៅចង្អៀតចង្អល់តាមតឹងទៅក៏មិនដឹងជាត្រូវស្រាយយ៉ាងណាចឹងបញ្ហារឹតតែបន្ថែមទៅទៀតឯងដោយមិនដឹងជាត្រូវរើយ៉ាងម៉េចហ្នឹងវារឹតតែរឹបឡើងចឹងទៅណាដូចជាត្រីចូលអួនដែលហៅថានេសាទតុបករនេសាទតុបករហ្នឹងឧបករណ៍របស់អ្នកនេសាទឬក៏ឧបករណ៍សម្រាប់គេចាប់ត្រីហ្នឹងក៏ណាធ្វើឲ្យត្រីហ្នឹងចូលបានប៉ុន្តែលំបាកនឹងចេញទៅវិញហ្នឹងឯងរឿងវត្ថុកាមគុណអីហ្នឹងគឺចឹងឯងលំបាកនឹងរើខ្លួនណាស់ប៉ុន្តែឧបាយវិធី
tam để dân ban sắc xa mau nơi nông và tiền ở xa sân này nắng cứ nơi tại miền ca bậc hạt ọp rùm chân bạp rề về miền sạch thia nông bạp nạ trai hơi prang prang tam nâng đo sài bàn tích mà đòn rồi nè từ tam ca tầm nộp rong pre bị khọ xong chẳng tới bàn rồi từ tu tiền miền bàn ấy hơi chẳng có công ai dân chân châm tề kịch lệ chẳng xong từ nu nâng này tầm nộp rong pre bị khọ xong tân tế cứ chỉ ca chân châm smart ở đây nè tầm nộp rong ở miền smart đây là thì pro nụ dân bạch bằng smart ở đây tới bà mình vì có chờ rất có phục rất ba bà cầm tinh đầm hưng chẳng tới bịa khmai dân hay bịa lia bao lai ấy chẳng tới còn nè đời xa mình miền smart ở đây chẳng dân mình chinh châm tay kỵ lê thế bạn chỉ không prang prang rụp rùm trập sầm bát rạp chỉ vật cầm cua xá ai nâng miền smart ở đây bàn chia chọc chìm bẹ để nông kề về hới chẳng có miền ca chui luôn ai nâng đôi ca miền smart ở đây nâng ai ai từ miền smart ở đây tầm ra lại tới chạyแต่khom prang đầm bay nâng thà bàn chia tì pưng ở luôn ai nâng luôn dường nâng cứ rương tục tốt nông vật ở sang xa để mình đăng ti bằng phật vì trầm nà màu nâng bị chia bà chỉ gia sang kha ra nâng bị chia tần hà tịch thể nâng chia rực quần màu nâng để thà chỉ luôn dường nâng trời ca tì pưng để mình ai nâng nè đợt tây nam mà chui bán cái tiệp bị luôn ai chẳng dân prang prang chui luôn ai nâng cầm ai ruột chào luôn ai con nè cầm ai bỏ bằng luôn ai chào ai thà bọt pra pi vây vây chẳng tới rư có nè đợt tây nâng anh bỏ bằng chào ấy tới giang ná cầm ai tè bỏ bằng luôn anh chào con nào nâng anh nơi mơ nơi thai rồi xa luôn ai nâng đòi tệ xămไปchỉ nhẹ năng nào năng ai để hai thà cục krong luôn ai chỉ ti pưng để luôn ai hay đôi chia ngày nay dân có miền Âu Ca ban sắc xa và thô chia ngày bạc tệ bao sọtในพุทธบริษัทในทางมัชชัมปเตได้มันตอนบานกันลองทั้งไงเอาเป่าสดในยังสมัยเป่าสดสัมทนีปะโทโหไฮนั่นไงยังโจสามาก็บานชราหายnè nè miền chi vật này rồi ngày nâng có rôn xua sẽ đây nơi sọc mài chẳng tới có nơi chia về lìa riệt trây thật tam thành đấy hay nâng pre hạt tịch nâng hốt đào trời đây
ស្រុកខាងលោកគ្រូធម្មបណ្ឌិតអឺសៅហ្នឹងឯងបានជារំលឹកគាត់មកពីបានជាប្រធាននៅក្នុងការសិក្សាពធសម្រាប់ថ្ងៃហ្នឹងថ្ងៃដែលបោសតសិលស្រុកខ្មែរយើងរួចហើយហ្នឹងចឹងទៅវានៅថ្ងៃបោសតគាត់ឯណោះពុទ្ធបរិស័ទណានៅថ្ងៃល្ងាចនៅឡើយចឹងទៅយើងឯនេះវា9កើតឬក៏100មកកើតអីទៅតាមហ្នឹងប៉ុន្តែហ្នឹងជាការរំលឹកឲ្យឃើញថាឱកាសពេលវេលាដែលពុទ្ធបរិស័ទយើងមានស្មារតីដើម្បីប្រឹងប្រែងនឹងជួយខ្លួនឯងហ្នឹងឯងដរាបណាចោលដង្ហើមចេញចូលនៅមានគឺតែចិត្តតែប្រឹងនឹងស្រាយចំណងដែលបានចងហើយដោយកិលេសតណ្ហាហ្នឹងបានស្រាយទៅតាមវិធីសាស្ត្រដែលព្រះតមានពភៈព្រះអង្គទ្រង់បង្ហាត់បង្ហាញមកយើងនៅតែមានសង្ឃឹមមមដោយសារពុទ្ធអង្គបរមគ្រូហ្នឹងជាអ្នកបង្វឹកបង្ហាត់ហ្នឹងពិសេសដែលនឹងធ្វើយ៉ាងម៉េចឲ្យពុទ្ធបរិស័ទយើងហ្នឹងមានឧបាយក្នុងការដោះស្រាយនៅបញ្ហាហ្នឹងគឺថាឲ្យឆាប់ណារស់រាន់តាន់ពេលវេលាដោយដែលព្រះអង្គទ្រង់បានប្រកាសសម្ដែងនៅអរិយសច្ចធម៌ដោយបង្ហាត់បង្រៀនពីបរមត្តធម៌ពីខន្ធធាតុអាយតនៈហ្នឹងអញ្ចឹងព្រះអង្គប្រកាសអរិយសច្ចធម៌ហើយប៉ុន្តែត្រូវជាសច្ចញាណនៃពុទ្ធបរិស័ទគឺបញ្ញាបានដឹងនៅសច្ចៈហ្នឹងសម្រាប់ពុទ្ធបរិស័ទអ្នកស្ដាប់ហ្នឹងដោយខ្លួនឯងដែលនឹងអាចកម្ចាត់បងអវិជ្ជារៀងព្រះអង្គរៀងខ្លួនបានហ្នឹងគឺត្រូវមានពន្លឺភ្លឺស្វាងដោយខ្លួនឯងហ្នឹងឯងសច្ចញាណហ្នឹងតាមដែលព្រះអង្គសម្ដែងមកហ្នឹងឲ្យបានចេះដឹងឲ្យបានចាក់ធ្លុះណាមិនមែនមានតែបញ្ញាបរិយ័តដែលស្ដាប់មកនឹងទេប៉ុណ្ណានឹងចឹងឯងចឹងបាយបង្គំគុណចាស់គ្រប់ព្រះអង្គនឹងអនុមោទនាបុណ្យពុទ្ធបរិស័ទទាំងអស់ដែលមានឱកាសពេលវេលាហ្នឹងគឺមានមួយថ្ងៃ24ម៉ោងដូចតែគ្នាហ្នឹងវាគ្រាន់តែថាតើជីវិតនិងពេលវេលាហ្នឹងពេលវេលាគឺជីវិតហ្នឹងហើយបានមកក្នុងកណ្ដាប់ដៃនៃកិលេសឬក៏ធ្លាក់មកក្នុងអំណាចនៃសទ្ធាប៉ុណ្ណឹងទេពេលវេលាវាមានស្មើគ្នាទេបើថានៅក្នុងអំណាចនៃកិលេសក៏ប្រើប្រាស់ទៅតាមលោភៈទោសៈមោហៈទិដ្ឋិមានះនឹងចឹងទៅណាតែបើមកនៅក្នុងកណ្ដាប់ដៃនៃសទ្ធាក៏ប្រើប្រាស់គុណចាស់គង់នៅក្នុងពភ្នោះហើយបាតិមោកសង្វរៈហ្នឹងក៏បានប្រព្រឹត្តទៅមិនឧរតំមិនតាមតឹងអីថាលំបាកណាស់អីទៅនោះទេដោយអំណាចនៃសទ្ធាគឺបែរទៅជា
មានបៃតេបាមកជាបាយរីករាយជ្រះថ្លាក្នុងការទទួលយកមកប្រព្រឹត្តបរិបត្តិថែរក្សាដោយអំណាចនៃសទ្ធានឹងឯងចឹងប៉ុណ្ណាទៅជាចម្រើនទៅដោយបៃតេបាមកជានឹងទៅវិញប៉ុណ្ណាដូចជានៅក្នុងបថេរគាថាចុងក្រោយនេះចឹងប៉ុណ្ណានៅក្នុងបថេរគាថាហ្នឹងមាន12អង្គក្នុងមួយអង្គបានប្រកាសសម្ដែង5គាថាណាប៉ុន្តែដូចជាព្រះវត្ថៈលោកសម្ដែងមកគាថាកន្លះចឹងទៅខាងដើមនោះប៉ុណ្ណាដែលរំលឹកអំពីគុណរបស់មេត្តានោះសាធុហេករៈមេត្តាបតោទាំងឧបទាំងសិយៈយសាហੰវចនੰសត្វាអនុសត្ថោចនេតយាអរតវីរិយោបហិតតោបតោសម្ពោធិមុត្តមੰគឺប្រពៃណាស់មេត្តារបស់ខ្ញុំមេត្តារបស់ខ្ញុំព្រះអង្គប្រពៃណាស់សាធុសាធុហេករៈកិរៈហ្នឹងគឺបានស្ដាប់មកហ្នឹងឯងកិរៈមេត្តាហ្នឹងមេត្តារបស់ខ្ញុំកណ្ដាហ្នឹងបតោទាំងឧបទាំងសិយៈហ្នឹងគឺថាបានលើកឡើងនៅចន្លួញហ្នឹងគឺធម្មកថាដែលប្រកបដោយបរមត្ថហ្នឹងប៉ុណ្ណាហើយខ្ញុំមណាបានស្ដាប់អវាទរបស់មេត្តាហ្នឹងដែលជាមេត្តាបង្កើតណាអនុសត្ថោចនេតយាហ្នឹងហើយក៏អរតវីរិយោបហិតតោបតោសម្ពោធិមុត្តមੰហ្នឹងហើយបានប្រពក្តីជាយាមទៅហើយក៏បានដល់នៅការត្រាស់ដឹងចាក់ធ្លុះនៅសច្ចធម៌ហ្នឹងដល់ក្រៃលែងណាបតោសម្ពោធិមុត្តមੰហ្នឹងណានិតឯងពេលវេលាសម្រាប់រំលឹកហ្នឹងមិនគ្រប់គ្រាន់ហ្នឹងឯងយើងយប់មិញសន្ទនាដល់ម៉ោង10ទៅមិនបានបន្តអីទៀតផងទេបានរំលឹកហើយទៅរំលឹកនៅក្នុងកាមសូត្រនោះបានប្រមាណគាថាអីចឹងដែរហ្នឹងឯងមើលទៅដូចជាតែចង់ចាំទៅក៏សំទៅតាមនឹងទៅកណាហ្នឹងហើយបានជាមួយគុណចាស់ដឹងអង្គណាខ្លះទេហើយញាតិញោមដឹងច្បាស់តែបងនិតព្រោះគាត់មានឱកាសបានមីក្រូបានសម្ដែងពធអីទៅរៀបរាប់អីចឹងទៅបានជាកម្លាំងដល់គ្នានឹងគ្នាដែរហ្នឹងឯងជួយទៀងទាត់អីចឹងទៅព្រោះលោកគ្រូហើយនឹងញាតិញោមនៅតែក្នុងការសិក្សាជាមួយគ្នាហ្នឹងក៏ណាឲ្យតែបានរក្សាចិត្តរក្សាជីវិតហ្នឹងគឺសំដៅសំខាន់គឺចិត្តហ្នឹងគ្រប់គ្រងទៅដោយ
គុណធម៌ដោយសេចក្តីល្អអញ្ចឹងទៅឈ្មោះថាយើងមានស្មារតីហើយណាហើយនឹងជាពិសេសដោយទៅតាមការប្រឹងប្រែងរបស់គ្រូបងអីចឹងទៅគាត់ខំប្រឹងដូចថាជានាទីចុងក្រោយទាំងអស់អង្គទាំងអស់គ្នាចឹងទៅក៏បានជួបនឹងពធហ្នឹងគឺថាចាប់យកគោលធម៌បរិបត្តិនៅក្នុងសតិប្បដ្ឋាននឹងឯងចឹងហើយបានយល់ដឹងអំពីនាមរូបដែលជាជីវិតរៀងព្រះអង្គរៀងខ្លួនហ្នឹងឲ្យវាមានការធូរស្រាលកុំចេះតែប្រកាន់វាជារឿងធ្ងន់ណាស់ប្រកាន់មុំទៅទុកក៏វាខ្លាំងទៅបើបានចេះដឹងទៅវាធូរថយនៅសេចក្តីប្រកាន់ហ្នឹងឯងបានតន់ដាក់ចុះអីបណ្ណាក៏កុំចេះតែថែមនឹងចឹងទៅចឹងបានដាក់ចុះទៅគឺរិទ្ធស្រាលដោយបានរលឹកដឹងហើយព្រមជាមួយនឹងធម្មតាធម៌អ្វីដែលប្រព្រឹត្តទៅក្នុងជីវិតកុំឲ្យចេះតែផ្កប់ចិត្តផ្កប់ចំណងដែលថាផ្កប់ចិត្តហ្នឹងតាមដែលចិត្តចង់ហ្នឹងពីព្រោះវាមិនអាចចិត្តតែបានដូចចិត្តទៅទេយើងនៅតែហំប្រឹងឲ្យបានដូចចិត្តតាមដែលយើងធ្លាប់តែល្ងងមកហ្នឹងអាហ្នឹងគឺធ្វើម៉េចនឹងមានឧបាយឲ្យរួចផុតចាកទុក្ខទៅបានពីព្រោះផ្កប់ចិត្តផ្កប់ចំណងហ្នឹងគឺជាការបម្រើកិលេសហើយពោលក្នុងអរិយសច្ចៈគឺជាហេតុនៃសេចក្តីទុក្ខហ្នឹងហើយអញ្ចឹងវាតើតែរលឹកដឹងដោយស្មារតីហ្នឹងហើយបានស្មារតីរលឹកដឹងហ្នឹងវាតើតែយើងសិក្សាឲ្យយល់ណាហ្នឹងឯងនៅក្នុងសំណាក់គ្រូបត្រៃបីដកព្រះអត្ថកថាហ្នឹងទៅហ្នឹងឯងឲ្យចេះសុខចិត្តតិចម្ដងចឹងទៅដូចថារូបប៉ះនឹងភ្នែកចឹងវាមិនចេះតែបានរូបពេញចិត្តឯណាហ្នឹងឯងប៉ុន្តែដល់តែយើងវឹកហាត់បានយើងមិនចេះតែទៀមទេរੂឲ្យពេញចិត្តទេគឺបានប្រគល់ភ្នែកហ្នឹងឲ្យជាគូនឹងរូបហ្នឹងទោះជារូបអីក៏ជាសច្ចធម៌នៅក្នុងលោកភ្នែកហ្នឹងចឹងទៅប៉ុណ្ណាហ្នឹងឯងសំឡេងអីចឹងមិនមែនសត្វតែជាទីពេញចិត្តអីទាំងអស់ឯណាហើយសំឡេងដែលប្រកាសនឹងតិចហ្នឹងគឺវាមិនមែនយើងពេញចិត្តហើយបានយើងធ្វើឲ្យវាប្រកាសនឹងតិចហ្នឹងឯណាវាមានសំឡេងសពគ្រប់ហ្នឹងឯងទោះជាយើងថាមិនចង់ឮប៉ុន្តែសំឡេងហ្នឹងវាមានហេតុឲ្យកើតឡើងហើយវាប៉ះនឹងតិចហ្នឹងឯងដូច្នេះគឺយើងយល់ថាអ្វីវាមានបច្ច័យឲ្យកើតឡើងវាមិនមែនតល់តែយើងធ្វើអីនោះឯណាបើយើងធ្វើចាំបាច់មានអនិច្ចារម្មណ៍មិនជាទីពេញចិត្តទៅអីហ្នឹងឯងបើយើងវាមិនដែលទៅធ្វើអ្វីដែលមិនជាទីពេញចិត្តខ្លួនឯងទេពេញចិត្តអីធ្វើនឹងទៅសំឡេងឲ្យពីរោះជាទីពេញចិត្តទៅប៉ុន្តែសំឡេងប្រដីរាល់ថ្ងៃមើលហ្នឹងឯងវាមិនមែននៅលើយើងអ្នកធ្វើណាជួនកាលសត្វយំជួនកាលឆ្កែព្រុស
ហ្នឹងហើយព្រុសខៃព្រុសទៀតទៅជួនកាលខ្លែងស្រាទៅជួនកាលឆ្មាទៅហើយខំគ្នាលើដបូលផ្ទះអីចឹងទៅកដោទៅឬក៏ឡានម៉ូតូទៅសំលេងហ្នឹងមីក្រូគេចាក់ទៅណាអីចឹងទៅមើលយើងមានបានធ្វើណាហ្នឹងឯងហើយបើយើងចាំតែឲ្យសំលេងពេញចិត្តបានយើងរស់នៅជាសុខហ្នឹងអាហ្នឹងយកលោកហ្នឹងធ្វើជាភ្នោកប់យើងរហូតហ្នឹងចឹងនៅតែក្នុងលោកហ្នឹងទៅមានរើរួចពីលោកហ្នឹងទេបើយើងនៅតែកប់ខ្លួនឯងក្នុងលោកហ្នឹងណាលោកដែលយើងនិយាយដែលទៅតាមភពជាតិកំណើតហ្នឹងក៏គឺជាលោកក្នុងអរិយវិន័យនឹងឯងបើអត់មានលោកក្នុងអរិយវិន័យគឺរូបសម្លេងចិនរស់ផតពៈធម្មេរមទេវាមានលោកអីដែលយើងសន្មត់និយាយថាកប់ខ្លួនយើងក្នុងលោកនឹងក្នុងផែនដីណាដុតខ្លួនយើងវាដូចជាថាយើងដុតខ្លួនឯងចឹងពីព្រោះនិយាយទៅតាមវត្តដាក់ហ្នឹងវាសន្មត់ខ្លួនយើងនឹងឯងមានជាតិកើតមកហើយវាត្រូវមានជរាមរណៈហ្នឹងវាដូចជាអ្នកសម្លាប់ខ្លួនឯងចឹងប៉ុណ្ណានិយាយទៅតាមដែលយើងសន្មត់ខ្លួនយើងមួយអង្គម្នាក់ហ្នឹងកប់ខ្លួនឯងនៅក្នុងโลกហ្នឹងរឿយហ្នឹងដោយសារតែការដែលយើងចេះតែទៀមទាឲ្យអ្វីជាទីពេញចិត្តបានយើងបានសុខគឺរឿងដុតរោលចិត្តសន្តានខ្លួនឯងហ្នឹងដោយការមួម៉ៅក្តៅកាហាយទៅរហូតហ្នឹងឯងអាហ្នឹងយើងលើកឡើងអញ្ចឹងដើម្បីឲ្យឃើញថាដែលមិនមានធัวបរិបត្តិសតិប្បដ្ឋានហ្នឹងឯងគឺប្រព្រឹត្តទៅអញ្ចឹងមិនមែនអត់ទានអត់សិលអត់សមថៈអីទេហ្នឹងឯងពីព្រោះទានសិលអីយើងបំពេញបានសមថៈអីតាមពេលវេលាអីចឹងទៅក៏ប៉ុន្តែអារម្មណ៍នៃជីវិតដែលយើងរស់នៅហ្នឹងគឺថា24ម៉ោងទាំង24ម៉ោងហ្នឹងវាគ្រាន់តែថាពេលសម្រានពេលសឹងលក់អីហ្នឹងវាមិនមានវិថីចិត្តដែលសម្រាប់សតិប្បដ្ឋានហ្នឹងដល់ទៅពេលតើនឡើងភ្ញាក់ឡើងវាត្រូវមានវិថីចិត្តវាត្រូវមានការរស់នៅក្នុងលោកហ្នឹងឯងហើយគ្រប់ពេលវេលាដែលវិថីចិត្តកើតឡើងហ្នឹងគឺអាចមានធัวបរិបត្តិប្រព្រឹត្តទៅបានគឺសតិប្បដ្ឋាននឹងឯងដែលវាមានជាអារម្មណ៍នៃប្រកម្មដ្ឋាននឹងឯងយ៉ាងច្រើនណាទោះជាយើងទៅសមាធិភាវនាអីប្រើពេលវេលាច្រើនប៉ុណ្ណាក៏វាមិនបានឲ្យមកច្រើនដូចជាអារម្មណ៍នៃទ្វេរវិថីហ្នឹងទេណាពេលមុនទៅបិណ្ឌពេលមុនមកវិញពេលឆាន់ពេលអីច្រើនណាស់ណាហ្នឹងហើយដូច្នេះរឿងការដែលវឹកហាត់អប់រំចិត្តសមាធិចិត្តអីហ្នឹងនិយាយពីសម្មាសមាធិមិនសមាធិខុសទៅណៃនិយាយសម្មាសមាធិពិតប្រកបអនុសតិអីចឹងទៅឬក៏
អាណាបានសតិឬក៏មរណសតិកាយកតាសតិអីទាំងអស់ហ្នឹងដូចជាការវឹកហាត់ដើម្បីដូចថាអ្នកបដាល់គេវឹកហាត់ដាល់ទៅមានគ្រូបង្វឹកអីអីចឹងទៅដើម្បីឡើងសៃវៀនបដាល់ហ្នឹងឯងណែអាសៃវៀនបដាល់ហ្នឹងគឺជីវិតរាល់ថ្ងៃហ្នឹងរាល់ពេលឃើញឮដឹងក្លិនដឹងរសដឹងផាត់ថាពៈហ្នឹងអាហ្នឹងឯងសៃវៀនចឹងត្រូវស្រឡាញ់ត្រូវស្អប់អីហ្នឹងគឺវានៅក្នុងសៃវៀនហ្នឹងហើយតើហ្នឹងឯងយើងនិយាយថាឈ្នះចាញ់អីចឹងក្នុងទីនេះគឺថាឈ្នះកិលេសហ្នឹងចាញ់កិលេសហ្នឹងអាហ្នឹងឯងសៃវៀនបដាលជាមួយនឹងកិលេសហ្នឹងហ្នឹងឯងឬក៏ថាវឹកហាត់ដើម្បីធ្វើអីទៅឡើងប្រកួតបាល់ទាត់បាល់ទះអីចឹងជាដើមចឹងទៅហ្នឹងឯងវាត្រូវមានការវឹកហាត់ក្នុងឱកាសពេលវេលាតាមទីកន្លែងហ្នឹងឯងមានគ្រូបង្វឹកបង្ហាត់អីទៅតាមហ្នឹងអញ្ចឹងគឺថាក្នុងការដែលយើងមានឱកាសចម្រើនសមាធិហ្នឹងគឺជាឱកាសដែលយើងវឹកហាត់នឹងឯងចឹងវឹកហាត់ហើយពេលវេលានៃការវឹកហាត់ហ្នឹងដើម្បីឡើងសៃវៀននេះគឺរាល់ពេលដែលឃើញឮដឹងក្លិនដឹងរសដឹងផាត់ថាពៈនឹងឯងចឹងពីព្រោះតណ្ហាដែលជាសមុទយៈហ្នឹងគឺព្រះអង្គសម្ដែងដូចនៅក្នុងបណ្ណោវាទសោតអីហ្នឹងគឺតាមផ្លូវភ្នែកជាចមណ្ដាតកាយចិត្តហ្នឹងឯងដែលនាំឲ្យមានជាតិភពកំណើតវដ្តសង្សារហ្នឹងគឺតណ្ហាតាមទ្វារទាំង6ហ្នឹងឯងហើយបើថាតណ្ហាហ្នឹងស្លាប់គឺទៅតាមទ្វារទាំង6ហ្នឹងវាអត់មានតណ្ហាដូចជាចោលហ្នឹងអាហ្នឹងគឺបានស្រុកសន្តិភាពហើយសន្តិភាពក្នុងទីនេះគឺពោលដល់សន្តិបត្តិគឺព្រះនិព្វាននឹងឯងវាអត់មានតណ្ហាវាអត់មានចោលទៅស្រុកភូមិសន្តិភាពណាយ៉ាងណាមិញវាអត់មានតណ្ហាទៅសន្តិគឺព្រះនិព្វានដែលជាអនុបាទិសេសនិព្វាននឹងឯងចឹងហ្នឹងឯងនៅពេលដែលព្រះខៃណាស្របរំលត់ខណ្ឌចូលកាន់អនុបាទិសេសនិព្វានហ្នឹងថាមិនតាន់រំលត់ខណ្ឌមិនតាន់ចតិទេក៏សន្តិនៅក្នុងទ្វារទាំង6ហ្នឹងសន្តិគឺស្ងប់ហ្នឹងណាហ្នឹងឯង